សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលចូលចិត្តបាទចិញ្ចឹមសត្វថាមាន់ថាទាថ្ងៃនេះនាំបងប្អូនបាទមកមើលអំពីសកម្មភាពទាបាទហ្នឹងហើយបងប្អូនបាទទាហើយទៅសម្រាប់ថ្ងៃនេះបាទក៏ចង់ឲ្យបងប្អូនជួយគិតបន្តិចបាទខ្ញុំឆ្ងល់ចេះបងចដូនមួយខ្ញុំគាត់ទិញទាជាមួយខ្ញុំណាបងប្អូនថ្ងៃជាមួយគ្នាម្ចាស់ជាមួយគ្នាប៉ុន្តែការធំធាត់គឺខុសគ្នាបាទចំណែកនេះវិញគឺទារបស់ខ្ញុំបាទដែលទិញជាមួយគាត់បងប្អូនទិញម៉ូតូម្ចាស់ម៉ូតូតែមួយប៉ុន្តែមិនក៏ទាខ្ញុំធំជាងហើយទាខ្ញុំនឹងសល់ច្រើនជាងទៀតខ្ញុំទិញ20ក្បាលហើយទារបស់ខ្ញុំសប្តាហ៍នេះនៅសល់14ក្បាលងាប់អស់6ប៉ុន្តែសម្រាប់បងចដូនមួយខ្ញុំវិញ30បងប្អូនទាកាប20ទាសពៅនោះ10តែឥឡូវនៅសល់តែ7ក្បាលហើយឃើញថាទូចទៀតបាទទូចជាងទាខ្ញុំឆ្ងាយគេទៅទាសពៅ10នៅសល់តែ7ហើយទាកាប20នោះគឺងាប់ទាំងអស់បងប្អូនហ្នឹងមកពីមូលហេតុអីខ្ញុំអត់យល់គាត់ដែរនេះប្រហែលមើលទៅប្រហែលជាគាត់ចាំលក្ខណៈលេងសើចបងប្អូនអត់ទៅយកចិត្តទុកដាក់បានជាលទ្ធផលបាទអញ្ចឹងបងប្អូនមើលទូចមែនតើណាហើយទីថ្ងៃជាមួយគ្នាអាយុប៉ុនគ្នាតែជាលទ្ធផលជាក់ស្ដែងបាទទាខ្ញុំនិយាយចំទៅបើសិនជាធ្វើម្ហូបគឺបានហើយបងប្អូនវាដោះឡាប់កាក់ឡាប់អីប៉ុណ្ណេះតែអត់ទាន់ធ្វើម្ហូបទេទុកឲ្យវាធំជាងនឹងតិចទៀតញាត់សាច់ជាងនឹងបាទនឹងបានហូបឆ្ងាញ់ហ្នឹងហើយបងប្អូនអញ្ចឹងបានថាការចិញ្ចឹមសត្វទាំងអស់គឺពឹងផ្អែកទៅលើការថែទាំការយកចិត្តទុកដាក់បាទស្វែងយល់ពីការចិញ្ចឹមសត្វហ្នឹងឲ្យបានជាងច្រើនបន្តិចបងប្អូនហើយការស្វែងយល់ហ្នឹងយើងស្ដាប់ដូចជាតាមលក្ខណៈប្រព័ន្ធបាទអ៊ីនធឺណិត YouTube អីក៏ Facebook អីចឹងបងប្អូនគេមានការបង្ហាត់បង្រៀនយើងបាទពីរបៀបថែទាំការចិញ្ចឹមមាន់ទាទាំងអស់ហ្នឹងបងប្អូនអញ្ចឹងនៅពេលដែលយើងខ្វះបាទចំណេះដឹងខ្វះការយល់ដឹងខ្វះការស្ដាប់ដែលអ្នកដតីគេបច្ចេកបញ្យលប្រាប់យើងហ្នឹងបងប្អូននៅពេលដែលយើងខ្វះចំណុចហ្នឹងនៅពេលដែលយើងធ្វើទៅគឺលទ្ធផលគឺអត់សូវបានល្អទេបាទជាក់ស្ដែងបាទមនុស្សខ្ញុំគឺចូលចិត្តស្ដាប់គេបាទជាពិសេសតាមប្រព័ន្ធ YouTube ហ្នឹងបងប្អូនឲ្យទៅលើការចិញ្ចឹមសត្វជាពិសេសមាន់ហើយនិងទាបាទគឺខ្ញុំចូលចិត្តណា YouTube ខ្ញុំបើកភាគច្រើនគឺខ្ញុំចូលចិត្តមើលផ្នែកខាងចិញ្ចឹមសត្វបងប្អូនជាពិសេសលក្ខណៈគ្រួសារហ្នឹងហើយបាទហ្នឹងហើយសម្រាប់ពេលនេះក៏មានអីបាទនិយាយទៅកាន់បងប្អូនច្រើនដែរបងប្អូនហ្នឹងហើយអញ្ចឹងជាចុងក្រោយក៏សូមជូនពរបងប្អូនទាំងអស់គ្នាបាទឲ្យជោគជ័យក្នុងការចិញ្ចឹមសត្វបាទមិនថាលក្ខណៈធំឬតូចទេបាទអរគុណច្រើន